សេចក្តីបំភ្លឺព័ត៌មានក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសូមជម្រាបជូនសាធារណជននិងបណ្ដាញសារព័ត៌មានមេត្តាជ្រាបថាពាក់ព័ន្ធនឹងករណីជនសង្ស័យបានធ្វើសកម្មភាពយកអាវុធព្យង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅត្រង់ចំណុចផ្លូវល្បឿនលឿនចំពោះករណីខាងលើនេះជាករណីឆក់ដោយមានមុខសញ្ញាចំនួន2នាក់ជិះម៉ូតូ2គ្រឿងធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូនៅត្រង់ចំណុចផ្លូវជាតិលេខ4ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់និងជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនក្នុងពេលប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមចាប់ជនសង្ស័យរត់គេចខ្លួននេះជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកផ្លូវជាតិលេខ51វិញពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន1នាក់ចំណែក1នាក់ទៀតរត់គេចខ្លួនទៅផ្លូវល្បឿនលឿននិងបានព្យង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះជិះគេចខ្លួនសូមបញ្ជាក់ផងដែរថាករណីនេះមិនមែនជាករណីប្លន់នៅលើផ្លូវល្បឿនលឿននោះទេគឺជាករណីជនរងគ្រោះជិះម៉ូតូនៅចំណុចផ្លូវជាតិលេខ4បច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួនអាស្រ័យហេតុនេះសូមសាធារណជននិងបណ្ដាញសារព័ត៌មានជ្រាបតាមការគួរ